ជម្រាបសួរអូនមានឈ្មោះអីដែរ ឈ្មោះហេងបង អូនលេងបាល់ឬក៏អីធ្វើកីឡាករ អត់ជាកីឡាករអ្នកគ្រប់ត្រូលបាទ អូខេមានអារម្មណ៍មិនដែរពេលបន្ទាប់ពីបឹងកេតលេងឈ្នះពីសាខា3-0អញ្ចឹង សប្បាយចិត្តបងព្រោះឃើញក្រុមអភិវឌ្ឍបានខ្លាំងជាងមុនព្រោះឆ្នាំមុនយើងបានត្រឹមលេខ ហើយបន្ទាប់ពីឈ្នះអញ្ចឹងហើយនៅបន្តមើលគូផ្ដាច់ព្រាត់អត់ 4នៅមើលបង ហើយអាចទស្សន៍ទាយបានអត់ថាណាគេជាម្ចាស់ជើងឯកក្នុងយប់ហ្នឹង គិតថាប្រខណ្ឌរាជស្វាយរៀងបង មិនបានគាត់ថាប្រកាន់រាជស្វាយរៀងអញ្ចឹង ព្រោះឆ្នាំនេះប្រខណ្ឌរាជឡើងជើងខ្លាំងនឹងធ្វើបានល្អ តែបាល់មូលហើយថ្ងៃមុនភ្នំពេញក្រោនតែលុត 5-0 ណា អាចថាប្រខណ្ឌរាជលាក់ជើងក៏បានដែរបង អញ្ចឹងគាត់ថាលទ្ធផលមិនទាន់បានដែរយប់ហ្នឹង អាចនឹង 2-1 បង 2-1 បាទ អូខេចាពីរហ្នឹងឆ្លាញ់ស្វ័យយ៉ាងជាង 50-50 បងតែគិតថាស្វាយរៀងអាចធ្វើបានល្អជាង អូខេអរគុណច្រើនអូនអរគុណ